បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងរាត្រីនេះខ្ញុំមានករណីឃាតកម្មមួយពាក់ព័ន្ធនឹងបរិសុទ្ធជាអ្នកមានម្នាក់ត្រូវបានឃាតករសម្លាប់ហើយកាត់ជាកង់ដើម្បីជក់ថងយកទៅបោះចោលចង់ដឹងថាក្នុងសាច់រឿងនេះមានអ្វីកើតឡើងតាមដានវីដេអូនេះជាមួយខ្ញុំបាទទាំងអស់គ្នានៅក្នុងពិភពជំនួញគេតែងតែនិយាយថាការអាណិតអាសូរនិងការលើកលែងទោសគឺជាគុណធម៌ដ៏ឧត្តមឧត្តមប៉ុន្តែសម្រាប់បុរសម្នាក់នេះក្តីមេត្តាករុណាចុងក្រោយរបស់លោកបានក្លាយជាសម្បត្តិធ្វើដំណើរទៅកាន់សេចក្តីស្លាប់ដ៏ឃោរឃៅបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រក្នុងទីក្រុងញូវយ៉កថ្ងៃទី14ខែកក្កដាឆ្នាំ2020ប៉ូលីសក្នុងទីក្រុងញូវយ៉កបានទទួលទូរស័ព្ទសង្គ្រោះបន្ទាន់មួយពីខុនដូប្រណិតមួយកន្លែងនៅទីក្រុងLowe បងស្រីរបស់ម្ចាស់ខុនដូមានការសង្ស័យដោយសារតែមិនអាចតាក់ទងប្អូនប្រុសរបស់ខ្លួនបានជាច្រើនថ្ងៃនៅពេលនាងបើកទ្វារចូលទៅក្នុងបន្ទប់អ្វីដែលនាងបានឃើញគឺជារូបភាពដ៏រន្ធត់មួយដែលនឹងលងបន្លាចនាងអស់មួយជីវិតនៅលើឥដ្ឋក្នុងបន្ទប់មានបំណែកសាកសពមនុស្សដែលត្រូវបានគេកាត់ជាកង់ច្រកចូលទៅក្នុងថង់ផ្លាស្ទិកខ្មៅក្បាលនិងសរីរាង្គមួយចំនួនត្រូវបានកាត់ចេញពីគ្នានៅក្បែរនោះមានម៉ាស៊ីនអាឈើអគ្គិសនីមួយគ្រឿងដែលនៅដោតឌុយជាប់នឹងព្រីភ្លើងនៅឡើយសាកសពនោះគឺជាលោក Fami មហាសេដ្ឋីបច្ចេកវិទ្យាវ័យក្មេងអាយុទើបតែ33ឆ្នាំតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាបុរសម្នាក់ដែលមានអនាគតភ្លឺស្វាងនិងមានចិត្តធម៌ម្នាក់នេះត្រូវមកបញ្ចប់ជីវិតក្នុងស្ថានភាពបែបនេះដើម្បីយល់ពីសាច់រឿងនេះយើងត្រូវដឹងថាតើ Fami ជាអ្នកណា Fami កើតនៅក្នុងគ្រួសារជនអន្តោប្រវេសន៍បង់ក្លាដេសគាត់ជាមនុស្សដែលមានទេពកោសល្យខ្ពស់ផ្នែកបច្ចេកវិទ្យាតាំងពីក្មេងតាំងពីអាយុ15ឆ្នាំគាត់បានចាប់ផ្ដើមបង្កើតគេហទំព័រនិងកម្មវិធីទូរស័ព្ទផ្សេងៗដែលអាចរកចំណូលបានរាប់ពាន់ដុល្លារទៅហើយបន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Fami មិនបានទៅធ្វើការឲ្យក្រុមហ៊ុនណាមួយឡើយគាត់ចង់ធ្វើជាម្ចាស់អាជីវកម្មនៅខ្លួនឯងនៅក្នុងឆ្នាំ2015គាត់បានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Gokaba ដែលជាកម្មវិធីហៅម៉ូតូឌុបនិងសេវាដឹកជញ្ជូនឈានមុខគេនៅប្រទេសនីសេរីយ៉ាក្រុមហ៊ុននោះទទួលបានជោគជ័យយ៉ាងខ្លាំងនិងបានគៀងគរទុនវិនិយោគរាប់ពាន់លានដុល្លារ Fami បានក្លាយជាមហាសេដ្ឋីវ័យក្មេងគាត់បានទិញខុនដូប្រណិតមួយដែលមានតម្លៃ 2.2 លានដុល្លារសហរដ្ឋអាមេរិកគាត់ជាមនុស្សចិត្តល្អរស់រាយនិងចូលចិត្តជួយអ្នកដទៃបុគ្គលិកគ្រប់គ្នាស្រឡាញ់គាត់ព្រោះគាត់តែងតែផ្ដល់ឱកាសឲ្យមនុស្សជុំវិញខ្លួនប៉ុន្តែឱកាសដែលគាត់បានផ្ដល់ឲ្យមនុស្សម្នាក់បែរជាคล้ายជាអាវុធមុខពីរទៅវិញនៅពេលដែលអាជីវកម្មរីកធំធាត់ Fami ត្រូវការជំនួយការផ្ទាល់ខ្លួនម្នាក់ដើម្បីគ្រប់គ្រងការវិភាគការងារនិងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់គាត់នៅឆ្នាំ2018គាត់បានជួលយុវជនម្នាក់ឈ្មោះថា T-Red មានអាយុ21ឆ្នាំ T-Red មានប្រវត្តិគ្រួសារមិនសូវល្អនិងជួបការលំបាកក្នុងជីវិត Fami មានចិត្តអាណិតអាសូរលើរូបគេយ៉ាងខ្លាំងFami មិនត្រឹមតែផ្ដល់ប្រាក់ខែដល់ T-Red ប៉ុណ្ណោះទេប៉ុន្តែថែមទាំងចាប់ទុកគេដូចជាប្អូនប្រុសបង្កើត Fami បានប្រគល់សិទ្ធិឲ្យ T-Red អាចប្រើប្រាស់គណនីធនាគារនិងកាតឥណទានរបស់ខ្លួនបានដើម្បីចាត់ចែងការងាររបស់ក្រុមហ៊ុននិងការចំណាយផ្សេងៗនេះជាកំហុសដ៏ធំបំផុតរបស់ Fami នៅពេលដែលយុវជនម្នាក់ដែលមិនធ្លាប់មានអ្វីសោះបែរជាមានសិទ្ធិគ្រប់គ្រងលុយរាប់សែនដុល្លារភាពលោភលន់ក៏បានចូលមកគ្របដណ្ដប់លើគេចាប់ពីឆ្នាំ2019មក T-Red បានចាប់ផ្ដើមលួចផ្ទេរប្រាក់ចេញពីគណនីរបស់ Fami ជាបណ្ដាគេបានបង្កើតក្រុមហ៊ុនខ្យល់មួយដើម្បីបន្លំធ្វើការទូទាត់ប្រាក់លុយទាំងនោះត្រូវបាន T-Red យកទៅប្រើប្រាស់ក្នុងជីវិតស៊ីវិល័យនិងទិញកាដូឲ្យមិត្តស្រីនិងដើរលេងហឺហារហូតដល់ដើមឆ្នាំ2020 Fami បានឆែកប្រព័ន្ធហិរញ្ញវត្ថុហើយក៏បានរកឃើញភាពមិនប្រក្រតីលុយចំនួនប្រហែល4សែនដុល្លារត្រូវបានបាត់បង់ហើយភស្តុតាងទាំងអស់បានចង្អុលចំទៅលើមនុស្សដែលគាត់ទុកចិត្តបំផុតគឺ T-Red មនុស្សទូទៅប្រសិនបើដឹងថាជំនួយការលួចលុយច្រើនដល់ថ្នាក់ហ្នឹងច្បាស់ជាប្តឹងប៉ូលីសឲ្យចាប់ដាក់គុកភ្លាមប៉ុន្តែ Fami មិនមែនជាមនុស្សដាច់ចិត្តបែបនោះទេ Fami បានហៅ T-Red មកជួបនិងនិយាយគ្នាដោយសន្តិវិធី T-Red បានយំអង្វរករសំទោសដោយក្តីអាណិតនិងមិនចង់ឃើញអនាគតរបស់យុវជនម្នាក់នេះត្រូវបំផ្លាញនៅក្នុងគុក Fami
បានធ្វើការសម្រេចចិត្តដ៏គួរឲ្យគោរពគាត់មិនប្តឹងប៉ូលីសទេផ្ទុយទៅវិញគាត់បានដេញទីរ៉េតចេញពីការងារនិងអនុញ្ញាតឲ្យទីរ៉េតបង់លុយនោះសងគាត់វិញជាប្រចាំខែតាមរយៈគម្រោងបង់រំលោះរយៈពេលវែង Fami គិតថានេះជាការផ្ដល់ឱកាសឲ្យកែខ្លួនប៉ុន្តែសម្រាប់ទីរ៉េតវាមិនមែនជាឱកាសទេវាគឺជាការគំរាមកំហែងដល់ជីវិតរស់នៅដ៏ស៊ីវិល័យរបស់គេជំនួសឲ្យការដឹងគុណទីរ៉េតបែរជាមានអារម្មណ៍ខឹងសម្បារនិងភ័យខ្លាចថា Fami អាចនឹងប្តឹងប៉ូលីសនៅថ្ងៃណាមួយប្រសិនបើគេគ្មានលុយសងទីរ៉េតក៏ចាប់ផ្ដើមរៀបចំផែនការសម្លាប់ Fami ដើម្បីបំបត្តិមាត់និងដើម្បីកុំឲ្យមានអ្នកណាមកទីលុយ$400,000នោះទៀតទីរ៉េតបានចំណាយពេលជាច្រើនសប្តាហ៍សិក្សាអំពីសកម្មភាពប្រចាំថ្ងៃរបស់ Fami និងបានទិញឧបករណ៍តាមអនឡាញរូបមានអាវខ្មៅធំមួយម៉ាស់បិទមុខកាំបិតម៉ាស៊ីនអាឈើអគ្គិសនីនិងសម្ភារៈសម្អាតសាកសពថ្ងៃទី13ខែកក្កដាឆ្នាំ2020ទីរ៉េតបានពាក់អាវខ្មៅធំជិតឈឹងនិងពាក់ម៉ាស់ដើរតាមពីក្រោយ Fami ចូលទៅក្នុងចន្ទាយន្តនៃខុនដូចន្ទាយន្តនោះបើកទ្វារចំក្នុងបន្ទប់ខុនដូរបស់ Fami តែម្ដងនៅខណៈពេលដែល Fami ដើរចេញពីចន្ទាយន្តទីរ៉េតបានដកកាំភ្លើងឆក់បាញ់ប្រហារទៅលើ Fami ពីក្រោយធ្វើឲ្យ Fami ដួលសន្លប់បាត់បង់ស្មារតីភ្លាមៗបន្ទាប់មកទីរ៉េតបានប្រើកាំបិតចាក់នៅលើទ្រូងនិងករបស់ Fami ជាច្រើនកាំបិតរហូតដល់ស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមបន្ទាប់ពីសម្លាប់រួចទីរ៉េតមិនទាន់ប្រមូលសាកសពភ្លាមៗទេគេបានទុកសាកសពចោលមួយយប់ដើម្បីឲ្យឈាមកកថ្ងៃបន្ទាប់គឺថ្ងៃទី14កក្កដាទីរ៉េតបានត្រឡប់មកវិញជាមួយនឹងម៉ាស៊ីនអាឈើអគ្គិសនីគេបានចាប់ផ្ដើមកាត់ក្បាលនិងអវយវៈរបស់ Fami ជាកង់ដើម្បីងាយស្រួលច្រកចូលថង់ខ្មៅផ្លាស្ទិកយកទៅបោះចោលប៉ុន្តែផែនការដ៏ល្អឥតខ្ចោះរបស់គេត្រូវបានរំខាននៅខណៈពេលដែលគេកំពុងតែអាសាកសពស្រាប់តែបងស្រីរបស់ Fami បានមកដល់ខុនដូហើយចុចកណ្ដឹងទ្វារទីរ៉េតមានការភ័យសន្ស្លោយ៉ាងខ្លាំងគេបានរត់គេចខ្លួនតាមច្រកទ្វារអាសន្នខាងក្រោយដោយបន្សល់ទុកនៅម៉ាស៊ីនអាឈើដែលគេកំពុងដោតឌុយនឹងបំបែកសាកសពនៅរីប៉ាយប៉ូលីសក្នុងទីក្រុងយូយ៉កបានប្រើពេលប៉ុន្មានថ្ងៃប៉ុណ្ណោះដើម្បីវេចមុខឃាតករផុសតាងមានច្រើនលើសលប់កាមេរ៉ាសុវត្ថិភាពបានថតជាប់រូបភាពទីរ៉េតទិញម៉ាស៊ីនអាឈើនិងសម្ភារៈសម្រាប់មនុស្សដោយប្រើប្រាស់កាតឥណទានរបស់ Fami ទាល់តែម្ដងលើសពីនេះ DNA របស់ទីរ៉េតត្រូវបានរកឃើញនៅលើអាវធំនិងកន្លែងកាត់ហេតុនៅថ្ងៃទី17ខែកក្កដាឆ្នាំ2020ទីរ៉េតត្រូវបានចាប់ខ្លួននៅក្នុងការកាត់ក្តីជនជាប់ចោទបានព្យាយាមដោះសារថាខ្លួនមានបញ្ហាផ្លូវចិត្តប៉ុន្តែចៅក្រមនិងគណៈវិនិច្ឆ័យមិនព្រមទទួលយកឡើយព្រោះវាជាអំពើឃាតកម្មដែលបានគ្រោងទុកជាមុនយ៉ាងច្បាស់លាស់និងឃោរឃៅបំផុតនៅក្នុងឆ្នាំ2024ទីរ៉េតត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារពី40ឆ្នាំទៅមួយជីវិតរឿងរ៉ាវសោកនាដកម្មរបស់លោក Fami បានបន្សល់ទុកនៅមេរៀនដ៏មានតម្លៃនិងគួរឲ្យរន្ធត់ចិត្តមួយដល់ពិភពលោកទាំងមូលវាមិនមែនមានន័យថាយើងមិនត្រូវធ្វើជាមនុស្សចិត្តល្អឬមិនត្រូវលើកលែងទោសឲ្យអ្នកដទៃនោះទេប៉ុន្តែវាជាការដាស់តឿនថានៅក្នុងពិភពជំនួញនិងជីវិតរស់នៅការទុកចិត្តមនុស្សត្រូវមានដែនកំណត់និងត្រូវមានប្រព័ន្ធការពារខ្លួនឲ្យបានច្បាស់លាស់សេចក្តីមេត្តាករុណាដែលគ្មានការប្រុងប្រយ័ត្នជួនកាលអាចក្លាយជាឱកាសឲ្យមនុស្សអាក្រក់ត្រឡប់មកធ្វើបាបយើងវិញ Fami បានបាត់បង់ជីវិតដោយសារតែគាត់មានចិត្តល្អពេកចំពោះមនុស្សដែលមិនស្គាល់នៃតម្លៃការលើកលែងទោសសម្រាប់ខ្ញុំ admin សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពនិងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោក Fami បានទៅកាន់សុគតិភព